ពុងប្រឈមទៅនឹងការចាប់បញ្ជូនមកកាន់កម្ពុជាវិញដែលបញ្ហានេះកំពុងត្រូវបានយកចិត្តទុកដាក់រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាអាយដាមហោដំហុងបានបញ្ជាក់ថាដោយសារតែបានអនុញ្ញាតស្នាក់នៅបណ្ដោះអាសន្នរបស់ពលករខ្មែររាប់សែននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃត្រូវផុតសុពលភាពនៅថ្ងៃទី30ខែមិថុនាឆ្នាំ2015អាយដាមបានណែនាំឲ្យឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃជួបធ្វើការជាបន្ទាន់ភ្លាមៗជាមួយក្រសួងការបរទេសនិងក្រសួងកាងារថៃដើម្បីស្នើសុំពន្យាពេលអនុញ្ញាតឲ្យពលករខ្មែរស្នាក់នៅបណ្ដោះអាសន្នរហូតដល់ដំណាច់ឆ្នាំ2015នេះដើម្បីធ្វើលិខិតឆ្លងដែននិងបានការងារសូមជម្រាបថាកាលពីអំឡុងខែមិថុនាឆ្នាំ2014កន្លងទៅអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរជាង22,000 នាក់មកកាន់កម្ពុជាវិញក្រោយពីរកឃើញថាពួកគេចូលធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់ខណៈដែលស្ថានភាពនយោបាយរបស់រដ្ឋាភិបាលក្រុងបាងកកកំពុងមានបញ្ហាគណៈកម្មាធិការព្រំដែនកម្ពុជាវៀតណាមនឹងបើកកិច្ចប្រជុំពិសេសមួយនាថ្ងៃទី6ដល់ថ្ងៃទី9ខែកក្កដាឆ្នាំ2015ខាងមុខនៅខេត្តសៀមរាបដែលកិច្ចប្រជុំនេះនឹងអនុញ្ញាតឲ្យប្រធានគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរកម្ពុជាវៀតណាមបានពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ហាព្រំដែនមួយចំនួនដែលនៅសេសសល់និងបាតុភិបទាំងឡាយដែលកើតមានឡើងថ្មីៗនេះនៅតាមបណ្ដោយព្រំដែនមុននឹងឈានដល់កិច្ចប្រជុំនោះនាវេលាម៉ោង 9 ព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ2015នេះនៅឯទីស្តីការគណៈរដ្ឋមន្ត្រីអាយដាមទេសរដ្ឋមន្ត្រីបាកំហុងទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានរៀបចំធ្វើសន្និសីទសារព័ត៌មានបើកចំហមួយដើម្បីបង្ហាញផែនទីផ្លូវការដែលរដ្ឋាភិបាលបាននឹងកំពុងយកមកប្រើប្រាស់ក្នុងការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាមសូមបញ្ជាក់ថាកាលពីថ្ងៃពិសេសនេះសារជាថ្មីម្ដងទៀតក្រសួងការបរទេសកម្ពុជាបានចេញកំណត់ទូតផ្ញើជូនស្ថានទូតវៀតណាមនៅភ្នំពេញស្ដីពីការទាមទារឲ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់ជាបន្ទាន់នៃការសាងសង់សំណង់ផ្សេងៗនៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមដែលមិនទាន់បានបោះព្រំសីមានិងរងចាំការចរចារវាងគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាវៀតណាមព័ត៌មានខ្លីៗសំខាន់ៗទាំងនេះមានផ្សាយជូនជាបន្តបន្ទាប់នៅក្នុងកម្មវិធីព័ត៌មានរបស់យើងសូមអរគុណលោកអ្នកដែលទស្សនា CNC កម្មវិធីនេះនាំមកជូនដោយ